អូខេសូមជំរាបសួរប្រិយមិត្តដែលតាមដានអ្នកស្ដាប់រឿងចម្លែករឿងក៏នេះទានរឿងរបស់កូនអ្នកសម្រាប់ទាំងអស់គ្នាថានេះខ្ញុំបាទក៏បានមានរឿងមួយដើម្បីលើកយកមកនិយាយទៅជាសម្រាប់ឲ្យប្រិយមិត្តទាំងអស់គ្នានិងអ្នកតាមដាននិងអ្នកស្ដាប់ទាំងអស់គ្នាឲ្យបានស្ដាប់នៅអ្នកទាំងអស់គ្នាក៏បានឃើញហើយដូចជារូបភាពនេះការថ្ងៃមួយនោះខ្ញុំបានទៅវត្តមួយខ្ញុំបានទៅថ្វាយបង្គំលោកតានោះក៏គាត់ជាពុទ្ធិចារ្យលោកក៏បានចាស់ជ្រាបណាស់ដែលហើយលោកគឺជាមនុស្សម្នាក់កាលពីសម័យសង្គ្រាមហើយខ្ញុំបានក៏បានសួរគាត់អំពីការសម័យសង្គ្រាមបន្តគាត់ក៏បានប្រាប់ខ្ញុំថាកាលពីសម័យសង្គ្រាមហ្នឹងគឺគាត់ជាអ្នកចេះនៅមុនអាគមរូបដែរគាត់ក៏បានសើចកំភ្លើហើយខ្ញុំបាទឃើញនៅកំភ្លើរបស់គាត់ស្នាមមាញ់ជាមួយនឹងកំភ្លើងអាកាសឡើងច្រើនគ្រាប់ប៉ុន្តែអត់មានឃើញស្នាមធ្លុះឬមុតអ្វីដែរគ្រាន់តែកោតកំភ្លើគាត់ប៉ុណ្ណោះគាត់ក៏បាននិយាយប្រាប់ខ្ញុំបន្តទៀតថាគេបាញ់នោះគឺច្រើនគ្រាប់ណាស់ប៉ុន្តែគាត់មិនកាត់អីទេព្រោះគាត់គឺជាអ្នកចេះអ្នករៀននៅមន្តវិជ្ជាបន្តពីដូនតាបន្តពីឪពុករបស់គាត់មកដែរនោះអញ្ចឹងហើយបានធ្វើឲ្យគាត់ខ្លាំងពូកែមកដល់សពថ្ងៃនេះក៏គាត់មានបច្ចុប្បន្នមានជីវិតរស់នៅដែរប៉ុន្តែគាត់ក៏បានចាស់ជរាណាស់ទៅហើយថ្ងៃមួយខ្ញុំបានទៅលេងគាត់ម្ដងទៀតហើយអាសនៈក៏ដូចជាបាយសីរបស់គាត់ដាក់នៅលើធ្នើនោះក៏បានធ្លាក់មកតើបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាតែជាដូចខ្ញុំដែរទេថានេះគឺជាអបិយជំនឿឬក៏មានអ្នកកាន់បាយសីនោះមិនស្រាទេណាប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាបាយសីនោះទម្ងន់ដូចជា1គីឡូណាគឺធ្វើជើងអំពីស៊ីម៉ង់ហើយដាក់នៅលើធ្នើនៅប្រឡោះថាមិនដែលនៅសុកគឺវាធ្លាក់បានតែអានេះតែមានហេតុពេលនោះឯងបាយសីនោះក៏ចេះធ្លាក់លោកតាក៏បានថាតែបាយសីនេះនៅតែធ្លាក់ទៀតគាត់នឹងដុតទូកណា108ដស័យដើម្បីចង់ដឹងថាដើមហេតុនេះគឺមកពីអ្វីបានធ្វើឲ្យបាយសីរបស់គាត់នឹងធ្លាក់ពីលើមកដល់ក្រោមហើយនៅទីនោះគាត់មានឆ្មាឬក៏កណ្ដុរអីដែរហើយនៅសុកក៏ធ្លាក់មកបែបនោះហើយគាត់ក៏បាននិយាយប្រាប់តទៀតគឺថាប្អូនរបស់គាត់នឹងក៏បានត្រូវស្លាប់ហើយគេកំពុងធ្វើបុណ្យសពណាធ្វើបុណ្យសពក៏ស្រាប់តែកំពុងតែរៀបចំភ្លេចអីហ្នឹងសពរបស់ប្អូនគាត់ហ្នឹងក៏បានងើបឡើងរំណាក៏បានងើបឡើងរំហើយក៏ឆ្ងល់ហើយក៏បានសែកសួរណាហើយក៏បានរំហើយក៏បានចែកប្រាប់ថាណាគាត់គឺជាបារមីដែលចូលមកសន្ធិដ្ឋនៅក្នុងខ្លួនប្អូនស្រីរបស់គាត់ហ្នឹងហើយក៏បានប្រាប់អ្នកទាំងអស់គ្នាហើយក៏បានរួមហើយជាងតែហើយក៏បានចេញទៅវិញក៏ស្រាប់តែប្អូនស្រីរបស់គាត់ក៏បានរស់រៀនមានជីវិតមកវិញអញ្ចឹងបានថាអបិយជំនឿក៏ដូចជានៅមុនជាថាក៏ដូចជាបណ្ដាគុំទាំងអស់ហ្នឹងគឺមានមែនប្រកែស័ក្តិសិទ្ធិអាហ្នឹងជឿបានទៅលើសម្រាប់អ្នកកាន់និងអ្នកមិនកាន់អ្នកជានិងអ្នកមិនជឿហើយក៏ដូចជាខាងស្នេហ៍គាត់ក៏បាននិយាយប្រាប់ដូចគ្នាខាងស្នេហ៍នឹងការពីដើមឡើយមានមនុស្សពីរនាក់បានស្រឡាញ់គ្នាក៏បានបែកបាក់បំរាស់ដោយគ្រួសារមិនពេញចិត្តអីជាងទៅក៏បានទៅធ្វើស្នេហ៍ឲ្យដាក់នៅខាងស្រីខាងប្រុសនឹងឲ្យមកជួបជុំឲ្យមកស្រឡាញ់គ្នាវិញក៏បានប្រាប់ខ្ញុំមកថាគ្រូដែលបានរៀនខាងស្នេហ៍ដែលបានដាក់ស្នេហ៍គេនេះគឺដល់ពេលស្លាប់ទៅមានបាបធ្ងន់ណាស់តែមានបាបធ្ងន់ណាស់សម្រាប់អ្នកធ្វើស្នេហ៍អ្នកដាក់ស្នេហ៍គេនឹងណាអធិស្ឋានពេលអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះក៏យើងសោកក៏បន្តិចដែរដូចជា
មិនស្អីជាស្រួលខ្លួនបដាសាយឥឡូវយើងនិយាយបន្តទៀតណាក៏បានប្រាប់ថាអ្នករៀនខាងហ្នឹងគឺស្លាប់ទៅគឺចុះទៅនរកតែក៏ប្រាប់ខ្ញុំថាបើជាមិនជឿមិនដឹងទេសម្រាប់តាលើចៅឯងប៉ុន្តែខ្ញុំក៏បានពេលហ្នឹងរៀងស្ទើចិត្តដែរហើយពេលនោះនិយាយឡើងគាត់ក៏បានយកសភៅតម្រារបស់គាត់ហ្នឹងមកឲ្យខ្ញុំបើកមើលហើយក៏សួរខ្ញុំថាតើចៅឯងចង់រៀនទេបើថារៀនគាត់នឹងផ្ទេរនៅក្បួនតម្រានេះឲ្យគាត់ក៏បានឲ្យមើលនៅអាសនៈរបស់គាត់ដែលបានរៀបចំណាគាត់ក៏បានតែនិយាយប្រាប់ថាលោករៀបតែចូលសងហ្នឹងទៅក៏មានណាស្ត្រី3កូនមួយជុំនៅចុងជើងរបស់លោកតែលោកក៏បានដេញឲ្យរបស់ជាចឹងទៅលោកគឺអ្នកចេះអ្នកទាំងលោកអាចមើលឃើញអាចដឹងគ្រប់សពនៅរឿងរ៉ាវទាំងអស់ថាពួកអមនុស្សពួកវិសាចហើយលោកក៏បាននិយាយប្រាប់ថាថ្ងៃមួយមកពីបុណ្យវិញពេលល្ងាចហ្នឹងក៏បានមកដល់ក្នុងកុដិហើយក៏បានធំក្លិនស្អាតណាពេញតែបន្ទប់នឹងលោកក៏បានយកណាសីមារបស់លោកនឹងក៏បានមកបិទនៅតាមទឹកហើយក៏បានហានបើកភ្លើងចាំមកយកទៅភ្លឺលោកមិនបានសឹងទេលោកឃើញនៅស្ត្រីនោះ3កូនមកទៀតនៅឈរឬក៏អង្គុយនៅចុងជើងរបស់លោកយំហើយលោកក៏បានដេញទៅទៀតហើយបន្ទប់ពេលនោះឯងកន្លែងដែលលោកសឹងហ្នឹងក៏កាន់តែស្អាតឡើងឆ្អាបឡើងកាន់តែខ្លាំងទៅណាហើយគាត់នោះគឺជាគាត់ជាយូជីដែរមកហើយគឺជាគាត់មានន័យថាជាកន្លែងគាត់បុរាណមួយណាយកឡើងតែងទៅលើសម្រាប់ជើងឬក៏លើអីមករុញវិញទ្វារអញ្ចឹងទៅណាពីមុនគាត់នឹងក៏បានសត្វព្រៃឥឡូវក៏បានណារឿងគ្រាន់រឿងស្រឡះបានចាក់សាបចាក់អីចឹងទៅលោកក៏បានចាក់សាបយ៉ាងច្រើនក៏បានស្លាប់ចឹងទៅក៏មិនទៅខ្លាចដែរប៉ុន្តែលោកក៏មិនបោះបង់ណានៅប្រពៃណីនៅដូនតាលោកក៏បានកាន់ជាប់មករហូតណាកាន់ជាប់មករហូតហើយលោកក៏បាននិយាយប្រាប់មកខ្ញុំទៀតថារឿងទាំងអស់ហ្នឹងគឺមានមែនបើចៅឯងជាមិនជាស្អែកទៅលើចៅឯងទេព្រោះតាមិនអាចបង្ខំទៅលើចៅឯងឲ្យមកជឿលើតាឬក៏បង្ខិតបង្ខំបានទេណាគាត់ក៏បាននិយាយតាមចឹងគាត់គឺជាចាស់ពុទ្ធិចាស់ម្នាក់ទាំងពីសំណនសង្គ្រាមហើយចឹងទៅគាត់ក៏បានរៀនចេះដឹងច្រើនគាត់ស្គាល់អំពីថ្នាំអំពីអីគាត់រៀនមកបានច្រើនចឹងទៅគាត់ក៏បាននិយាយប្រាប់ខ្ញុំជាហោហែមកយ៉ាងច្រើនចឹងទៅប៉ុន្តែគួរឲ្យស្ដាយព្រោះជើងរបស់លោកតាមិនអាចនិមន្តឬក៏ដើរត្រង់ដូចគេបានឡើយដើរបាំងពេកដល់កាន់ជើជាន់ដោយសារខ្ញុំនិយាយលើកមុននឹងចឹងដោយសារថានៅសម័យសង្គ្រាមហ្នឹងឬក៏ការមានសង្គ្រាមកាលណាហ្នឹងគេបានបាញ់នៅកំភ្លើងណាអាការជាច្រើនគ្រាប់ប៉ុន្តែมันអាចធ្វើឲ្យទ្រុះស្បែករបស់គាត់បានទេគាត់តែលាត់ស្បែកហើយធ្វើឲ្យជើងគាត់ណាតែជាអញ្ចឹងទៅគាត់បានខ្សែកាផ្លូវមើលទៅកាផ្លូវរបស់គាត់គឺសុទ្ធណាសឹងសុទ្ធតែក្រុមកំភ្លើងយ៉ាងច្រើនហើយលោកក៏បានប្រាប់ខ្ញុំមកទៀតថានៅគាថានេះគឺក៏បាលីនេះទៅសូត្រអីបិទមាត់គាត់និយាយប្រាប់ជាហោហែមកតាមដំណើររឿងណាអបិយជំនឿទាំងអស់ហ្នឹងគឺមានពិតមែនណាហ្នឹងអាស្រ័យទៅលើប្រិយមិត្តអ្នកស្ដាប់តើប្រិយមិត្តអ្នកស្ដាប់ជឿមិនជឿខ្ញុំមិនដឹងទេព្រោះខ្ញុំបាននិយាយក៏បានសារសើលោកតាតែផ្ទាល់មាត់លោកតាក៏បានប្រាប់ខ្ញុំមកបែបហ្នឹងថាអ្វីដែលលោកចេះចាំលោកធ្លាប់ជួបពីមុនមកយ៉ាងច្រើនតែអ្នកទាំងអស់គ្នាក៏ដូចជាប្រិយមិត្តទាំងអស់គ្នាជឿដូចខ្ញុំដែរឬតែបើសិនជាគាត់កំភ្លើងបាញ់មកយ៉ាងច្រើនណាស់ជាហោហែហេតុអ្វីមិនអាចធ្វើឲ្យធ្លុះស្បែកឬក៏ខូចនៅជើងឬក៏ពិការជើងរបស់លោកបាននឹងដោយសារលោកចេះលោកកាន់
ជាប់ល្អលោកប្រព្រឹត្តល្អទៅធ្វើឲ្យលោកខ្លាំងក្លាដល់ថ្នាក់នឹងបានខ្ញុំក៏បានសរសើរលោកដែរថាលោកតាប្រការណាស់ដែលអាចកាន់ជាប់បាននៅមុនទាំងពីរណាជាយូរយារមកហើយមកដល់ឡើយដល់តាលោកតាក៏មិនបំភ្លេចណានៅកន្លែងបូជាគ្រឿងសក្ការៈរបស់លោកតែលោកក៏បានអានថ្វាយបង្គំក៏ដូចជាដុតទៀនធូបជារៀងរាល់ថ្ងៃជារៀងរាល់សប្តាហ៍កន្លែងទូទាំងឯងហើយរឿងនេះក៏សូមបញ្ចប់តែប៉ុណ្ណេះសិននៅប្រិយមិត្តដែលស្ដាប់ទាំងអស់គ្នាខ្ញុំនឹងបញ្ចេញនៅពាក្យពីរដើម្បីនឹងនិយាយឲ្យប្រិយមិត្តទាំងអស់គ្នាបានស្ដាប់នៅពាក្យបន្តបើប្រិយមិត្តទាំងអស់គ្នាចូលចិត្តសូមជួយចុច Subscribe និងសញ្ញាកណ្ដឹងនិង Like ម្នាក់មួយផងបើសិនជាចូលចិត្តនៅខ្ញុំបានសម្រាប់រឿងថ្មីនេះអំពី Channel គុណអ្នកសម្រាប់រឿងសូមអរគុណសូមជម្រាបលា